រីករាយមកកាន់ដំណើរកម្សាន្តនៅតាមសមុទ្រនៅកម្ពុជាបាទសម្រាប់សម្រស់ទេសភាពស្អាតនៅតាមសមុទ្រកម្ពុជាពីតំបន់មួយទៅតំបន់មួយពីទេសភាពសមុទ្រនៅខាងខេត្តបរសៃអនុហើយក៏មកខាងកោះរ៉ុងសន្លឹមផងដែរនៅពេលនេះខ្ញុំកំពុងតែធ្វើដំណើរចេញពីខេត្តបរសៃអនុទៅខាងកោះរ៉ុងសន្លឹមបាទចឹងសូមបងប្អូនតាមដានទាំងអស់គ្នាសម្រស់ធម្មជាតិគឺស្រស់ស្អាតប្លែកភ្នែកបាទមានច្រើនបែបយ៉ាងចឹងនៅពេលនេះគឺជារូបភាពមួយដែលអាកាសធាតុវាកំពុងតែធ្លាក់ខ្យល់ខ្លាំងហើយរលកក៏រៀងធំបន្តិចដែរនៅខាងកោះរ៉ុងសន្លឹមយើងមើលឃើញរលកបាទឡើងសព្រាវារៀងធំបន្តិចដែរសម្រាប់ទូកនេសាទតូចអញ្ចឹងយើងធ្វើការប្រយ័ត្នប្រយែងដែរសម្រាប់ចេញនេសាទទៅសមុទ្រអញ្ចឹងបងប្អូនមើលឃើញទេសភាពស្អាតប្លែកភ្នែកជាច្រើននៅក្នុងប្រទេសកម្ពុជារបស់យើងជាពិសេសនៅតាមសមុទ្រតាមឆ្នេរកោះនៅពេលនេះទូកនេសាទកំពុងតែចេញដំណើរទៅនេសាទអញ្ចឹងយើងធ្វើការនេសាទពេលថ្ងៃហើយនិងពេលយប់ហើយសម្រាប់ដំណើរកម្សាន្តផ្សេងរបស់បងប្អូននៅពេលនេះគឺយើងធ្វើដំណើរកម្សាន្តនៅលើផ្ទៃទឹកសមុទ្រកម្ពុជាចឹងបងប្អូនមើលគឺស្រស់ស្អាតខ្លាំងណាស់បាទទេសភាពគឺស្រស់ស្អាតប្លែកភ្នែកគឺសម្បូរបែបមែនតើចឹងយើងបានឃើញហើយក៏មានអារម្មណ៍ថាស្រស់ស្រាយហើយក៏ដកដង្ហើមបានធូរស្រាលនិយាយថាខ្យល់អាកាសវាបរិសុទ្ធចឹងរឿងទុក្ខកង្វល់ផ្សេងក៏វារៀងស្បាយទៅតាមនឹងដែរចឹងគឺគេធ្វើដំណើរចេញពីមួយទៅមួយហើយយើងមើលសម្រស់ធម្មជាតិវាប្រែប្រួលអញ្ចឹងគឺស្អាតប្លែកភ្នែកមែនតើបាទតាំងពីថ្ងៃរះនិងថ្ងៃលិចហើយយើងពេលទេសភាពថ្ងៃលិចនៅឯនីសមុទ្រយើងមើលឃើញគឺស្រស់ស្អាតប្លែកភ្នែកហើយនៅពេលថ្ងៃក៏យើងមើលឃើញលំហសមុទ្រល្វឹងល្វើយចឹងមើលទៅឆ្ងាយដាច់កន្ទុយភ្នែកគឺនិយាយទៅគឺចឹងនិយាយថាអារម្មណ៍របស់យើងរៀងស្រស់ស្រាយហើយយើងមើលឃើញនៅតាមឆ្នេរកោះគឺមានទូកវិជានេសាទគាត់ចតនៅចិត្តនឹងបាននៅកោះរ៉ុងសន្លឹមបាំងខ្យល់បាំងរលកចឹងគាត់ចតនៅត្រង់ហ្នឹងគាត់សម្រាកស្រួលចឹងនិយាយថាវាការពីខ្យល់រលកផងដែរនៅពេលនេះគឺពេលល្ងាចជាមើលឃើញនៅទេសភាពនៅពេលល្ងាចថ្ងៃរៀបលិចមេរៀនសតុំតិចណាហើយរលកក៏ស្ងប់ស្ងប់ខ្យល់ល្អណាស់ចឹងគឺយើងធ្វើដំណើរជាបន្តទៀតជាមើលឃើញនៅទេសភាពដ៏ស្រស់ស្អាតជាច្រើនបងប្អូនឃើញទេគឺជាទូកនេសាទសម្រាប់ទូកនេសាទប្រភេទនេះគឺគាត់អូសមកជាប្រភេទទូកអូសចង់និយាយថាគឺគាត់ដាក់មងអូសនៅក្នុងសមុទ្ររក
បង្គាត្រីក្តាមជាទៅគឺវាចូលច្រើនហើយនេះគឺនៅចិត្តកន្លែងចុងពោយកន្លែងកោះពុំធ្វើដំណើរជាបន្តចឹងទៅចាំទៅឃើញទឹកដីកោះគឺឡែកណែស្អាតយើងបានឡើងទៅលើកោះយើងបានឃើញនៅទេសភាពលើកោះធម្មជាតិស្រស់ស្អាតខ្យល់អាកាសបរិសុទ្ធគឺសំឡេងខ្យល់លិហៀទឹករលករិចចឹងគឺនៅពេលស្ងប់ខ្យល់ស្ងប់រលកហើយយើងសម្រាកនៅទីហ្នឹងគឺវាផាសុខភាពមែនទែនអារម្មណ៍ក៏ស្រស់ស្រាយសម្រាប់ក្រោយពីសម្រាប់ការងារយើងមកលំហែមកលំហែកម្សាន្តទៅតាមសមុទ្រសម្រាប់នៅសមុទ្រកម្ពុជាគឺយើងមាននៅនិយាយទៅគឺជម្រៅទឹកវារាដែរទេទឹកជម្រៅទឹកត្រឹម20 ម៉ែត្រទៅ25 ម៉ែត្រហើយចេញពីក្រៅកោះរងទៅវាមានជម្រៅទៅដល់35 ម៉ែត្រទៅ40 ម៉ែត្រហើយសម្រាប់សៀកោះនេះទឹកក៏វារាដែរតែរានឹងគឺវារាជាងកន្លែងដែលជ្រៅរាជាងកន្លែងគេហើយនេះយើងមើលពីចម្ងាយទៅជិមអត់មើលឃើញបាតដីទេនៅសមុទ្រនេះវាជម្រៅប្រហែលជា20 ម៉ែត្រដែរនៅតាមហ្នឹងចឹងខ្ញុំកំពុងតែមើលពីចម្ងាយទៅឆ្នេរកោះតែយើងមើលទៅគឺមិនចិត្តទេបានតម្រុំទៅដល់កោះតែយើងមកឃើញទៅដូចជានៅចិត្តតែពេលដែលទូករត់ទៅវារៀងឆ្ងាយដែរប្រហែលជា2-3 គីឡូម៉ែត្រដែរចម្ងាយពីទូកដែលខ្ញុំចតនៅខាងក្រៅនេះហើយសម្រាប់ទេសភាពគឺប្លែកមែនទែនបាទនៅតាមដងសមុទ្រនៅតាមសមុទ្រតាមកោះច្រឡំចង់និយាយពីដងទន្លេតែវាខុសពីទន្លេចឹងនៅសមុទ្រហ្នឹងគឺមានអ្វីប្លែកច្រើនណាស់តែក៏មានបញ្ហារឿងហានិភ័យអីគឺវាភាគតិចមែនតើហានិភ័យចឹងបងប្អូនមើលទៅបាទសម្រស់កោះរងសន្លឹមគឺធំចឹងទឹកដីកោះគឺធំដែរចឹងកន្លែងនេសាទផ្សេងបាទចឹងបងប្អូនមើលឆ្នេរខ្សាច់កន្លែងតំបន់នេះគឺมันមានអ្នកដែលគាត់មកដល់ចឹងដីខ្សាច់វារាងមាត់ហើយទឹកថ្លាស្អាតណាស់បាទទេសភាពគឺស្អាតមែនទែនជាងយើងមើលឃើញតាមឆ្នេរខ្សាច់មើលតាមព្រៃមើលតាមមាត់សមុទ្របាទគឺស្អាតស្រស់ស្អាតប្លែកភ្នែកចឹងបងប្អូនមកដើរកម្សាន្តគឺនឹងទទួលបានអារម្មណ៍ស្រស់ស្រាយច្រើនហើយក៏បាននឿយហត់ពីការងារជាទៅគឺมันមានសម្ពាធអារម្មណ៍ស្រស់ស្រាយជាច្រើនប្លែកនៅតាមសមុទ្រអាកាសធាតុគឺត្រជាក់ល្ហឹមវាស្រួលទីខែហ្នឹងរៀងធ្លាក់ក្តៅតែបើយើងមកសមុទ្រយើងមានរឹងមួយទៅចងនៅក្រោមដើមឈើសម្រាប់រៀងដូចជាត្រជាក់ចង់គេងហើយគេងលុបក៏រៀងស្រួលដែរ